បាទសួស្តីបងប្អូនជាថ្មីថ្ងៃនេះខ្ញុំជូនត្រេនមួយផ្លែនេះវា3គីឡូ2ខាំពូជមូសាន King មកវាលើសគីឡូហើយពូជនេះធម្មតា2គីឡូកន្លះអញ្ចឹងខ្ញុំជូនវិធីសាស្ត្រថែទាំគល់ត្រេនថែទាំឫសគឺទី1យើងផលិតត្រីកូដាម៉ានៅខ្លួនឯងនៅផ្ទះបាទដាំបាយច្រកថងដាក់មេវាដកបាទត្រីកូដាម៉ាបាទហើយត្រីកូដាម៉ានេះគេនិយមប្រើសម្រាប់ការពារជំងឺផ្សិតបាទវាជាផ្សិតដែរប៉ុន្តែវាការពារបាទវាជួយឲ្យឫសមាំទាំដីធូរអញ្ចឹងទៅបងប្អូនណាបាទអញ្ចឹងបងប្អូនអាចផលិតបាននៅផ្ទះគួរតែផលិតទៅហើយយើងប្រើជាប្រចាំបាទជាមួយនឹងជីធម្មជាតិអញ្ចឹងទី2គឺយើងចូលដល់បាក់តេរីល្អមួយប្រភេទដែលយើងហៅថា PSB ឬបងប្អូននិយមហៅថាជូលីនស៊ីវាពណ៌ក្រហមយើងប្រើពីពងមាន់ហើយនឹងទឹកត្រីលីគ្នាទី3គឺជីត្រីបងប្អូនហៅជីត្រីផ្អាប់គឺត្រីយើងត្រីសមុទ្រជាមួយនឹងកាកស្ករបងប្អូនលាយទុក3ខែ6ខែក៏អត់អីដែរអានឹងអត់ខូចទេបាទឲ្យតែយើងប្រើជាប្រចាំដើមត្រេនផ្លែត្រេនរបស់យើងគឺល្អណាស់បងប្អូនបាទប្រើក្រោមគល់នោះជាប្រចាំអាចមួយខែ2ដង3ដងអញ្ចឹងណាបាទហើយស្រោចឲ្យចូលតាមគល់ហ្នឹងទៅបាទសូមអរគុណចំពោះការតាមដានទស្សនាបាទ